សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងបង្ហាញពួកយើងអំពីកម្មវិធីឆមាសទី2គឺយើងត្រូវរៀនអំពីអក្សរសិល្ប៍សំណេរហើយអក្សរសិល្ប៍សំណេរហ្នឹងគឺអ្នកគ្រូនឹងរើពួកយើងធ្វើកិច្ចការស្រាវជ្រាវដែលគ្រូបានដាក់ឲ្យកាលពីម្សិលមិញហើយថ្ងៃនេះអ្នកគ្រូបង្ហាញអំពីមេរៀនម្ដងគឺនៅក្នុងហ្នឹងគឺ ទី1តកតងទៅនឹងអក្សរឬស្នាមគំនូសដែលយើងអាចរកឃើញនៅលើឧបករណ៍ឬសម្ភារៈនានាដែលគេចាត់ទុកថាជាផ្នែកមួយនៃអក្សរសាស្ត្រក៏ប៉ុន្តែអក្សរឬស្នាមគំនូសទាំងអស់នោះបានចារទៅលើសម្ភារៈប្រើប្រាស់ផ្សេងគ្នាដូចជាលើស្បែកសត្វលើសាលាចារឹកស្លឹករឹតក្រាំងឬក៏ក្រដាសជាដើមអញ្ចឹងមានមូលហេតុជាច្រើនដែលមានការប្រែប្រួលពីការសរសេរស្បែកសត្វផ្លាស់ប្ដូរទៅជាសរសេរលើថ្មឬក៏លើស្លឹករឹតឬក៏លើក្រាំងនិងក្រដាសដោយសារតែអាកាសធាតុប្រែប្រួលអញ្ចឹងស្បែកសត្វរក្សាទុកយូរទៅវាមានសត្វល្អិតវាខូចវារិចរិលអញ្ចឹងគាត់ក៏រកមធ្យោបាយអីដែលអាចចារទុកនៅព្រឹត្តិការណ៍ទាំងឡាយហ្នឹងវាបានថិតថេរអញ្ចឹងគេក៏ចារលើផ្ទាំងថ្មដោយសារតែលើផ្ទាំងថ្មវាសរសេរបានទំហំតិចហើយពិបាកនឹងបំលាស់ទីជាពិសេសគឺចំណាយពេលវេលាយូរក្នុងការចារអញ្ចឹងគេក៏ប្រែប្រួលទៅសរសេរទៅលើស្លឹករឹតគឺគេចារទៅលើប្រភេទស្លឹកគឺស្លឹកដែលគេយកមកប្រើហ្នឹងគឺស្លឹកទ្រាំងបន្ទាប់មកទៀតគឺគេប្រែប្រួលសរសេរលើក្រាំងគឺជាប្រភេទក្រដាសដែលក្រាស់ហើយគេចារដោយទឹកខ្មៅចិនដែលបច្ចុប្បន្នយើងហៅថាទឹកអ៊ីងហ្នឹងឯងប៉ុន្តែក្រាំងបច្ចុប្បន្នវានៅតែក្នុងវត្តអារាមទេគឺគេលែងយកមកប្រើប្រាស់ទៀតហើយបច្ចុប្បន្នគឺគេសរសេរតែលើក្រដាសដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងហើយក្រដាសទាំងអស់ហ្នឹងគឺយើងមានការប្រើប្រាស់នៅស្ថិតនៅក្នុងសម័យអាណានិគមបារាំងពីព្រោះមានរោងពុម្ពដំបូងនៅស្រុកខ្មែរដែលអាចប្រើប្រាស់បានហ្នឹងគឺនៅក្នុងឆ្នាំ1877អញ្ចឹងសតវត្សទី19ហើយប៉ុន្តែក៏គេឃើញមានឧបករណ៍ប្រើប្រាស់ផ្សេងទៀតដែរដែលមានឆ្លាក់ចារជាអក្សរឬស្នាមគំនូសនានាដូចជានៅលើថូបន្តោងដូចជាសម្ភារៈប្រើប្រាស់អញ្ចឹងនេះអ្នកគ្រូនឹងបង្ហាញពីដើមទ្រាំងនេះគឺរូបទី1ដែលបងអូនឃើញហ្នឹងគឺជាដើមទ្រាំងហើយនឹងស្លឹកមែកធាងរបស់វាហើយនេះគឺជាផ្កាទ្រាំងគឺជាផ្កាកម្រអញ្ចឹងអូនអាចមើលអក្សរនៅលើស្លាយហ្នឹងទ្រាំងគឺគេអាចប្រើការបានចារជាសាស្ត្រាដែលគេហៅថាស្លឹករឹតពាក្យថាស្លឹករឹតហ្នឹងគឺគេយកទ្រាំងហ្នឹងយកមកកាត់ជាទំហំស្មើគ្នាហើយយកមកចងផ្អឹបគ្នារឹតទើបគេហៅថាស្លឹករឹតគឺយកស្លឹកហ្នឹងមករឹតចាហើយចំពោះតំណងស្លឹកវាគឺគេធ្វើជាកន្លះដោតខ្ទាស់ស្លឹកខ្ចីដើម្បីធ្វើប្រក់ឬបាំងឬសម្រាប់ធ្វើប្រើឧបករណ៍ប្រើប្រាស់បម្រើក្តីត្រូវការរបស់ប្រជាជនអញ្ចឹងមានសំណួរចោទសួរថាតើសាស្ត្រាជាអ្វីដំបូងអ្នកគ្រូបានបង្ហាញពីអក្សរនិងស្នាមគំនូសទី2សាស្ត្រាកាលណាយើងឮពាក្យសាស្ត្រាយើងនឹកឃើញថាវាជាគម្ពីរជាក្បួនហើយអញ្ចឹងប្រភេទសាស្ត្រាគេចែកចេញជា3គឺសាស្ត្រាទេសលបែងនិងក្បួនសាស្ត្រាទេសគឺជាប្រភេទសាស្ត្រាគឺជាគម្ពីរក្បួនដែលតាក់ទងទៅនឹងពុទ្ធសាសនាសាស្ត្រាលបែងគឺគេសំដៅទៅលើរឿងអញ្ចឹងរឿងទាំងឡាយដែលបច្ចុប្បន្នគេលែងហៅសាស្ត្រាលបែងហើយបច្ចុប្បន្នគេហៅថាប្រឡោមលោកអញ្ចឹងកាលពីមុនគេហៅថាសាស្ត្រាលបែងអញ្ចឹងឲ្យតែជាប្រភេទរឿងគឺគេហៅសាស្ត្រាលបែងហើយទី3សាស្ត្រាក្បួនគឺជាប្រភេទក្បួនគម្ពីរហ្នឹងមានតាំងពីក្បួនធ្វើម្ហូបក្បួនមន្តអាគមក្បួនផ្សំថ្នាំក្បួននានាយើងអាចនិយាយបានថាក្រៅពីសាស្ត្រាទេសដែលជាក្បួនទេសនាអប់រំទូមាននិងប្រភេទជារឿងគឺស្ថិតនៅក្នុងសាស្ត្រាក្បួនអញ្ចឹងសាស្ត្រាទាំង3ប្រភេទហ្នឹងគឺមានតួនាទីផ្សេងគ្នាប៉ុន្តែស្ថិតក្នុងចង្កោម
ក្បួនគម្ពីរឬក៏សាស្ត្រាដូចគ្នាទី3អក្សរសិល្ប៍សំណេរលើกระดาษសំណេរលើกระดาษនេះបានន័យថានៅពេលដែលយើងប្រែប្រួលលេខសរសេរលើស្លឹករឹតឬក៏ក្រាំងឬក៏សិលាចារឹកយើងចាប់ផ្ដើមសរសេរលើกระดาษហើយវាលេចជារូបរាងឡើងនៅសតវត្សទី19នៅពេលដែលបារាំងមកចូលស្រុកខ្មែរឬក៏បារាំងធ្វើអាណាព្យាបាលលើប្រទេសខ្មែរហើយមានការផ្លាស់ប្ដូរទាំងផ្នែកអត្ថន័យអត្ថរូបនិងអត្ថរសបើយើងសិក្សាលម្អិតទៅលើអក្សរសិល្ប៍ទំនើបដែលមានឥទ្ធិពលពីបច្ចឹមប្រទេសហ្នឹងគឺវាមានដំណាក់កាលរបស់វាដំណាក់កាល3ដំណាក់កាលទី1គឺគេហៅថាវាមានអត្ថភាពផ្នែកអក្សរសិល្ប៍ប្រពៃណីបានន័យថានៅជាទម្រង់បែបប្រពៃណីប៉ុន្តែទទួលឥទ្ធិពលទំនើបផ្នែករដ្ឋបាលនិងបច្ចេកទេសឧទាហរណ៍ដូចជាអក្សរសិល្ប៍ដែលគេបោះពុម្ពគឺបណ្ដាំតាមាសចាបណ្ដាំតាមាសហ្នឹងគឺនៅឆ្នាំ1908ទើបមានការបោះពុម្ពដែលគាត់បានរៀបរាប់ពីព្រឹត្តិការណ៍ហេតុការណ៍នានានៅពេលដែលបារាំងចូលស្រុកនិងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរមួយចំនួនចាទី2គឺការលេចចេញនៅស្នាដៃមួយចំនួនការលេចចេញនៅស្នាដៃមួយចំនួនហ្នឹងគឺប្រែប្រួលពីទស្សនៈសាសនាដែលហៅថាជាទស្សនៈមូលដ្ឋានហ្នឹងងាកមករកលោកីសច្ចៈអញ្ចឹងយើងឃើញមានស្នាដៃមួយដែលពេញនិយមគឺឆ្នាំ1915តើជារឿងអីចាគឺស្នាដៃរបស់ភិក្ខុសោមរឿងទុំទាវអញ្ចឹងគឺជាស្នាដៃមួយដែលនៅទទួលឥទ្ធិពលសាសនាដែរប៉ុន្តែយកជាមូលដ្ឋានទេអញ្ចឹងគាត់ងាកទៅរកលោកីសច្ចៈគឺទស្សនភាពស្ថានភាពការដោះស្រាយបញ្ហារបស់មនុស្សទូទៅអញ្ចឹងលែងផ្ដេចផ្ដួលទៅរកអ្វីដែលហៅថាអច្ឆរិយៈទៀតហើយអញ្ចឹងចូលដល់ដំណាក់កាលទី3គឺគេហៅថាអក្សរសិល្ប៍ដែលមានលក្ខណៈទំនើបពេញលេញតែម្ដងគឺមានរឿងមួយស្នាដៃរបស់អ្នកនិពន្ធរឹមកិនគឺរឿងសុផាតដែលគាត់និពន្ធនៅឆ្នាំ1938ប៉ុន្តែដោយសារតែការបោះពុម្ពរបស់គាត់នៅឆ្នាំ1942អញ្ចឹងការពីមុនគឺធ្វើឲ្យអ្នកសិក្សាអក្សរសិល្ប៍គាត់មានការភ័ន្តច្រឡំថារឿងទឹកទន្លេសាបហ្នឹងគឺជាស្នាដៃអក្សរសិល្ប៍ទំនើបពេញលេញមុនគេដោយសារតែរឿងទឹកទន្លេសាបរបស់លោកកឹមហៈហ្នឹងបានចុះផ្សាយនៅទស្សនាវដ្តីកម្ពុជាសូយ៉ានៅឆ្នាំ1939ប៉ុន្តែជាក់ស្ដែងរឿងសុផាតហ្នឹងគាត់និពន្ធមុន1938គ្រាន់តែគាត់បោះពុម្ពក្រោយអញ្ចឹងកាលពីមុនអ្នកសិក្សាអក្សរសិល្ប៍គាត់នៅមានភាពចម្រូងចម្រាសនៅដាក់ជាសញ្ញាសួរនៅឡើយទេប៉ុន្តែនៅពេលដែលយើងសិក្សាស៊ីជម្រៅទៅដល់ស្នាដៃលោករឹមកិននិងកំណត់ហេតុមួយចំនួនទៅយើងដឹងថារឿងសុផាតហ្នឹងនិពន្ធមុនមួយឆ្នាំអញ្ចឹងបើយើងនិយាយពីឥទ្ធិពលហ្នឹងដំណាក់កាលរបស់បារាំងហ្នឹងគឺ3លើកដែលមានការប្រែប្រួលអត្ថន័យអត្ថរូបអត្ថរសឬគេអាចនិយាយមួយទៀតបានថាគឺគាត់ទទួលពីចរន្ត2នៃការវិវត្តរបស់អក្សរសាស្ត្រឬក៏ប្រវត្តិសាស្ត្រទី1គេហៅថាចរន្តអក្សរសិល្ប៍បែបប្រពៃណីនិងទំនើបចរន្តបែបប្រពៃណីហ្នឹងមានន័យថាមានសាស្ត្រាល្បែងមានល្បើកមានមួយចំនួនដល់ពេលទំនើបហ្នឹងគឺចាប់ផ្ដើមលេចចេញលក្ខណៈបដោះបដាអក្សរសិល្ប៍បែបបច្ចឹមប្រទេសគឺមានលោកីសច្ចៈប៉ុន្តែផ្ដាច់ខ្លួនពីការគ្របដណ្ដប់នៃឥទ្ធិពលសាសនាដូចជាសុផាតទឹកទន្លេសាបអីជាដើមចាអញ្ចឹងងាកមកទៀតអត្ថបទរឿងដែលសរសេរដែលអ្នកគ្រូបានបង្ហាញនេះគឺគ្រូបានបញ្យល់បាញ់មិញចាអញ្ចឹងអក្សរសិល្ប៍ទំនើបដែលសរសេរលើក្រដាសភាគច្រើនជាពាក្យរាយឯអត្ថបទជាពាក្យកាព្យឬកំណាព្យពុំសូវមានដូចជាប្រភេទសាស្ត្រាទេអញ្ចឹងសាស្ត្រាយើងឃើញភាគច្រើនគឺសុទ្ធតែជាកំណាព្យហើយគឺមានជួនកាព្យឃ្លោងមានសម្ផស្សល្អឯកអញ្ចឹងអូនអាចមើលបន្តអក្សរសិល្ប៍សម័យមុនអង្គរយើងអាចចាប់ជាពីសម័យកាលដូចជាប្រវត្តិសាស្ត្រដែរគឺសម័យនគរភ្នំនិងចេនឡាហើយវាមាននិមិត្តកម្មស្នាដៃផ្សេងគ្នាជាទូទៅសម័យមុនអង្គរវាមានតែជាសិលាចារឹកទេអញ្ចឹងមានសំណួរមួយគេចោទសួរថាតើសិលាចារឹកអាចចាត់ទុកជាស្នាដៃអក្សរសិល្ប៍បានដែរឬទេអញ្ចឹងបើយើងគិតទៅវាអត់មានរូបអារម្មណ៍អ្នកនិពន្ធគឺមានភាពដណ្ដងខ្វះសោភ័ណ្ឌប៉ុន្តែអ្នកអក្សរសាស្ត្រឬអក្សរសិល្ប៍នៅតែចាត់ទុក
សាលាចរិតនឹងស្ថិតក្នុងដំណាក់កាលដំបូងដែលសរសិលដែរពីព្រោះវាមានជាអត្តន័យវាមានជាអត្ថរូបប៉ុន្តែអត្ថរសហ្នឹងគឺវារៀងស្ទើរដែរបានន័យថាសោភ័ណ្ឌអត់ទាន់មានពេញលេញទេអញ្ចឹងវាស្ថិតនៅក្នុងចង្កោមមួយដែលធ្វើឲ្យអ្នកអក្សរសិល្ប៍យកមកវិភាគថាតើសម័យមុនអង្គរឬសម័យអង្គរហ្នឹងមានស្នាដៃវិវត្តបែបណាអញ្ចឹងយើងអាចមើលនិមិត្តកម្មស្នាដៃអក្សរសិល្ប៍សម័យនគរភ្នំគឺអត្តន័យគឺបង្ហាញអំពីការបដិស្ថាននៃពុទ្ធសាសនាជាពិសេសគឺអត្ថរូបបង្ហាញអំពីការកត់ត្រាលើសាលាចរិតដែលមានផ្ដើមមានតួមានបញ្ចប់ដូចគ្នាប្រាប់ពីការបច្ឆេទគោលបំណងចានឹងអត្ថរសបង្ហាញពីតម្លៃមូលដ្ឋាននៃសាលាចរិតសម័យកាលនោះជាពិសេសបង្ហាញអំពីវិបត្តិនានាដែលមនុស្សជាតិជួបប្រទះសម័យចេនឡាក៏ប្រហាក់ប្រហែលគ្នាដែរបងអូនអាចមើលនៅក្នុងសភៅប្រវត្តិអក្សរសិល្ប៍ដែលអ្នកគ្រូបានឲ្យពួកយើងទាំងអស់គ្នានឹងយើងអាចមើលបន្ថែមចានៅក្នុងទំព័រទី53ចាស់ស្ដែងនៅសម័យអង្គរមានការប្រែប្រួលបន្តិចដោយសារសម័យអង្គរជាយុគសម័យមួយដ៏រីកចម្រើនទាំងវប្បធម៌និងអ្នកនិពន្ធរីកបណ្ឌិតពោពេញទៅដោយសមត្ថភាពសំនួនវោហារស័ព្ទនិងទេពកោសល្យក្នុងការតែងនិពន្ធតាមរយៈចម្លាក់រូបភាពរឿងរាមកេរ្តិ៍យកលំនាំតាមរឿងរាមាយណៈយើងមើលនិមិត្តកម្មស្នាដៃអក្សរសិល្ប៍អត្តន័យបង្ហាញពីការគ្រប់គ្រងជីវភាពជំនឿទៅលើព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានអត្ថរូបការប្រើភាសាសំស្ក្រឹតច្រើនជាងភាសាខ្មែរនេះដោយសារអ្នកគ្រូប្រើហ្វុនវានេះអញ្ចឹងអក្សរប្រើហ្នឹងវាបាត់ស្អីហើយការបរិច្ឆេទនិងនាមអ្នកនិពន្ធអីដែលសំខាន់គឺនៅក្នុងសម័យអង្គរតាមរយៈអត្ថបទសាលាចរិតគេប្រទះឃើញមានឈ្មោះអ្នកនិពន្ធសំខាន់ជាច្រើនហើយបងអូនអាចមើលនៅក្នុងសភៅចំណេះទូទៅរបស់យើងថាទី11ឬទី12ហ្នឹងក៏គេមានបង្ហាញអំពីអ្នកនិពន្ធសម័យនោះដែរមានដូចជាបណ្ឌិតស៊ីវៈសោមយតិអមរភាវៈទិវាកកវិន្ទរៈភូបិន្ទរៈអន្តរទេវីយោគីស្វរបណ្ឌិតនិងសិវាចារ្យក្រៅពីនេះមានសាលាចរិតរាប់រយទៀតដែលគេពុំស្គាល់អ្នកឈ្មោះអ្នកនិពន្ធឡើយហេតុអីចាអញ្ចឹងមានសំណួរមួយចោទសួរទៅអ្នកទាំងអស់គ្នាមូលហេតុអ្វីបានជាសាលាចរិតមួយចំនួនគ្មានឈ្មោះអ្នកនិពន្ធចាអញ្ចឹងទាំងអស់គ្នាអាចឆ្លើយដាក់នៅក្នុងGoogle Classroom ដែលអ្នកគ្រូបានបង្កើតហ្នឹងហើយចំពោះខ្លឹមសារតកតងទៅនឹងមេរៀនហ្នឹងគ្រូបានដាក់ឲ្យពួកយើងហើយទាំងអស់គ្នាអានហើយធ្វើតាមការណែនាំទាំងអស់គ្នាចាអញ្ចឹងអរគុណអ្នកគ្រូនឹងចេញវីដេអូបន្តទៀតអរគុណទាំងអស់គ្នា